អក្សរសាស្ត្រខ្មែរថ្នាក់ទី12អត្ថបទការស្ដាប់រឿងប៉ូលវីស្នីម្ដាយមីងអ្នកស្រីដឺឡាតួនៅឯស្រុកបារាំងបានផ្ញើលិខិតមកឲ្យអ្នកស្រីដឺឡាតួឲ្យបញ្ជូននាងវីស្នីដែលត្រូវជាចៅឲ្យទៅនៅជាមួយគាត់ឯស្រុកបារាំងដោយធានាថានឹងផ្ដល់ការអប់រំគ្រប់យ៉ាងដល់នាងព្រមទាំងទុកទ្រព្យសម្បត្តិទាំងអស់ឲ្យទៅទៀតប៉ុន្តែគាត់សុំឲ្យនាងវិស្នីបានទៅដល់គាត់សិនទើបគាត់ចាត់ចែងឲ្យដោយមានការពន្យល់ហេតុផលនៃការរស់នៅឯប្រទេសបារាំងអំពីទ្រព្យសម្បត្តិពីចៅហ្វាយក្រុងដោយមានការផ្ដល់ប្រាក់ធ្វើដំណើរពីម្ដាយមីងនិងមានការយល់ព្រមពីនាងវិស្នីផងអ្នកស្រីដឺឡាតួក៏សម្រេចឲ្យវិស្នីទៅប្រទេសបារាំងតាមការស្នើសុំរបស់ម្ដាយមីងតែម្ដងទៅនាងវិស្នីរស់នៅជាមួយជីដូនដែលមានចិត្តអាក្រក់ពុំមានសេចក្តីសុខទាំងផ្លូវកាយនិងផ្លូវចិត្តព្រោះលោកយាយរបស់នាងជាមនុស្សប្រកាន់វណ្ណៈរើសអើងនិងបំបិទសិទ្ធិសេរីភាពនាងទៀតផងលើសពីនេះលោកយាយនេះបានបង្ខំឲ្យនាងរៀបការជាមួយបុរសដែលនាងមិនស្រឡាញ់ដោយសារតែនាងមិនព្រមរៀបការតាមការកំណត់លោកយាយបានកាត់កាល់នាងមិនចែកគេមរតកហើយថែមទាំងបណ្ដេញឲ្យមករកម្ដាយវិញក្នុងរដូវដែលកំពុងមានព្យុះសង្គ្រាតែម្ដងទៅតាំងពីពេលដែលនាវាសាំងសេរ៉ង់ឃើញថាមើលទៅគេអាចនឹងជួយខ្លួនបានហើយនោះនាវាក៏បាញ់កំភ្លើងធំមិនចេញសោះមានម្នាក់ជាអ្នកចាស់ស្រុកក្នុងរំសេវមាសចូលមកចិត្តលោកចៅហ្វាយហើយនិយាយថាជំរាបលោកពីយប់មិញគេបានឮយ៉ាងថ្លង់នៅក្នុងគំនរភ្នំនិងក្នុងព្រៃនៅសូរស្លឹកឈើដែលបោកយ៉ាងខ្លាំងដោយគ្មានខ្យល់បក់សោះបក្សាសមុទ្រទាំងឡាយមករកទ្រនំនៅលើគោកអស់សញ្ញាទាំងនេះបង្ហាញជាមុនថានឹងមានខ្យល់ព្យុះសង្គ្រាមកដល់ជាប្រាកដមែនហើយមុខជាមានព្យុះសង្គ្រានឹងមកដល់មិនខានឡើយនៅអាកាសឮតែសូរសម្រែកនៃបណ្ដាបក្សាដែលបានទៅរកអាហារក្នុងជលសាហើរប្រសេកប្រសាចពីគ្រប់ចំណុចនៃជើងមេឃត្រឡប់មករកទីជំរកនៅកោះដល់ម៉ោង9ព្រឹកស្រាប់តែគេឮសូរសន្ធាប់ពីខាងសមុទ្រមកហាក់ដូចជាទឹកជ្រោះលាយជាមួយនឹងផ្គរផងហូរធ្លាក់ពីលើភ្នំយ៉ាងខ្ពស់គេស្រែកទាំងអស់គ្នាឡើងថានោះណព្យុះសង្គ្រាក្នុងមួយរំពេចនោះមានខ្យល់យ៉ាងខ្លាំងមកគួចយកអាប់ដែលគ្របកោះអាំប្រឺហើយនឹងចន្លោះសមុទ្រអស់រលីងនាវាសាំងសេរ៉ង់ក៏បញ្ចេញរូបមកឲ្យគេឃើញនៅមនុស្សអ្នកជិះកំពុងឈរស្ទើរគ្រប់គ្នាឃើញឈើក្តោងដងទងជាតិដែលហូតត្រឹមពាក់កណ្ដាលជាមរណសញ្ញាពោលបំរុងលោតទៅក្នុងទឹកសមុទ្រសំដៅទៅនាវាសាំងសេរ៉ង់ដែលកំពុងមានគ្រោះថ្នាក់ដោយមិនអាចខាត់ពោលបានតាចាស់និងដូម៉ាំងបានយកខ្សែពួរមួយចង្វាយយ៉ាងវែងមកចងចុងម្ខាងទៅនឹងចង្កេះពោលហើយចុងម្ខាងគេនាំគ្នាកាន់ជាប់ពោលលោតប្រងតម្រង់ទៅនាវាសាំងសេរ៉ង់ដោយហែលផងដើរលើថ្មផងទឹកក៏ផ្គុំឡើងជាភ្នំលើភ្ងើយបាតខាងមុខសំពៅហើយរត់ហួសមករុញច្រានពោលឲ្យបកថយមកក្រោយយ៉ាងឆ្ងាយជ្រមុជវាចូលទៅក្នុងទឹកឲ្យលង់បាត់ស្មារតីពាក់កណ្ដាលលុះដឹងខ្លួនឡើងវិញកាលណាគេក្រោកឡើងស្ទុះទៅរកនាវាទៀតថ្វីត្បិតទឹកសមុទ្រកំពុងតែកញ្ជ្រោលហាមាត់ធំធំចាំត្របាក់វាក៏ដោយអ្នកជិះកប៉ាល់រាល់រូបដែលអស់សង្ឃឹមនឹងបានរស់ជាមនុស្សតទៅនោះក៏ប្រវេប្រវាអ្នកខ្លះកន្ត្រាក់បានសាវក្តោងអ្នកខ្លះបានក្តារខ្លះបានទ្រង់មាន់ខ្លះបានតុកខ្លះបានធុងលោតចុះទឹកគ្រប់គ្នានារីព្រហ្មចារីម្នាក់ដែលរត់មកបង្ហាញរូបនៅកន្សែងនាវាហើយហុចដៃមកអ្នកដែលកំពុងខំតស៊ូឲ្យបានដល់នាងនារីនោះ
គឺនាងវិស្នីនាងមើលស្គាល់សង្សារនាងដោយសារតែសេចក្តីក្លាហានអង្អាចរបស់គេប៉ុន្តែទុកជាក្លាហានអង្អាចយ៉ាងណាក៏ដោយសង្សារនាងគ្មានផ្លូវនឹងបានចិត្តនាងឡើយម្ល៉េះហើយនាងលើកដៃឡើងដោយអាកប្បកិរិយាយ៉ាងថ្លៃថ្នូរធ្វើសញ្ញាមកអ្នកនៅកោះឲ្យដឹងថានាងលាហើយលាទៅរហូតតែម្ដងកាលនោះគេរាល់គ្នាលើនាវាលោតទឹកផុតអស់ទៅហើយនៅសល់តែកម្មករម្នាក់ប៉ុណ្ណោះប៉ុន្តែកម្មករនេះអាក្រាតកាយមិនគួរមើលសោះវាចូលមកចិត្តនាងគោរពហើយលុតជង្គង់សុំឲ្យនាងដោះសម្លៀកបំពាក់ចេញឲ្យអស់វានឹងជួយនាំនាងទៅត្រើយឲ្យបានគង់ជីវិតព្រោះបើទុកសម្ពុតអាវទៅវាធ្ងន់ណាស់មិនអាចជួយបានទេនាងមិនព្រមហើយបែរភ្នែកចេញទៅគេមើលពីត្រើយទៅឃើញទស្សនីយភាពដូចនេះក៏ស្រែកផ្លត់សំឡេងទាំងអស់គ្នាថាជួយនាងទៅជួយនាងទៅកុំចោលនាងប៉ុន្តែទទួលពេលនោះមានរលកមួយធំដូចជាភ្នំរមៀលសម្ដៅមករកនាវាដោយបញ្ចេញសូរសន្ធាប់ដូចខ្លាធំឃើញសម្បើមដូចនេះកម្មករក៏លោតទៅក្នុងទឹកតែម្នាក់ឯងរីឯនាងយុវតីដែលឃើញថាមច្ចុរាជមកចំខ្លួនរោគជះពុំបានហើយក៏យកដៃម្ខាងដាក់លើសម្ពុតអាវនាងហើយដៃម្ខាងដាក់គងទៅលើទ្រូងនាងរួចងើយភ្នែកឡើងទៅលើដូចជាទេវតាដែលរៀបខ្លួននឹងហោះហើរទៅលើអាកាសអោនាវានេះអ្នកក៏កាចខ្លាំងម្ល៉េះអស់ហើយអ្វីក៏លិចលង់គ្មានសល់នឹងអ្នកឡើយបុរសកម្មករបានរួចពីមរណៈដែលមានបំណងជួយនាងវិស្នីបានលើកដៃសច្ចាថាអោព្រះជាម្ចាស់ខ្ញុំអើយលោកបានជួយជីវិតខ្ញុំដល់ទីនេះប៉ុន្តែគួរណាស់តែលើកជីវិតខ្ញុំនេះប្រគល់ទៅឲ្យនាងកញ្ញានោះទើបសមនាងកញ្ញានេះថ្លៃថ្នូរណាស់មិនមែនចាក់ចោលសម្ពុតអាវដោយងាយដូចខ្ញុំទេពោលកំសត់ដែលត្រូវរលកបោកផ្ទប់ច្រាំងសន្លប់បាត់ស្មារតីហើយមានទាំងឈាមចេញពីមាត់និងត្រចៀកផងដោយត្រូវដូម៉ាំងទាញពីក្នុងទឹកមកវិញលោកចាវាយបានយកវាទៅឲ្យគ្រូពេទ្យព្យាបាលភ្លាមតាដូម៉ាំងបានរកឃើញសាកសពនាងវិស្នីនៅដៃសមុទ្រឈ្មោះស្ទឹងភ្ជុលអាសូរនាងវិស្នីគាប់ពាក់កណ្ដាលខ្លួនទៅក្នុងខ្សាច់ក្នុងអេរិយាបថដែលដូចកាលគេបានឃើញនៅលើនាវាមុនពេលស្លាប់គឺដៃទាំងពីរនៅតែខ្ទប់ដើមទ្រូងនិងសម្ពុតអាវទឹកមុខគ្មានប្លែកប៉ុន្មានពីកាលនៅរស់ទេពិតមែនតែភ្នែកបិទប៉ុន្តែគេមើលទៅថ្ងាសឃើញនៅតែមានសភាពស្លូតបូតដូចធម្មតាបើគុំតែឃើញថ្ពាល់នាងផ្លាស់សម្បុរពីកុលាបទៅស្វាយប្រហែលជាគេពុំដឹងថានាងស្លាប់ទេដៃនាងឡើងរឹងអស់ទៅហើយក្នុងម្រាមនេះនាងក្តាប់ប្រអប់មួយយ៉ាងជាប់រោគគេប្រលេះចេញសឹងពុំបានលុះគេបើកប្រអប់នោះឡើងគាត់ភ្ញាក់ក្រៃលែងដោយឃើញមានរូបភាពពោលដែលនាងបានសន្យាកាលនាងនៅរស់ថានាងនឹងមិនបោះបង់ចោលទៅណាឡើយពួកចាស់ទាំងពីរស្រែកទ្រហោយំសឹងធ្លាយអាកាសក្នុងពេលនោះលោកដឺឡាប៊ូដូណេសបានចាត់ការនាំយកសាកសពនាងវិស្នីទៅធ្វើបុណ្យនៅទីក្រុងថ្ងៃនោះនៅទីក្រុងប៉លវីមានអ្នកស្រុកជាច្រើនមកពីគ្រប់សង្កាត់នាំគ្នាឈរកកកុញដើម្បីដង្ហែសពនាងហាក់ដូចជានាងវិស្នីនេះមានសកលអ្វីយ៉ាងធំចំពោះកោះអ៊ីលដឺហ្វ្រង់ទាំងមូលរំលងពីនោះចំនួន3សប្តាហ៍ពោលមានកម្លាំងក្រនបើល្មមដើររួចហើយបានដើរចច្រប់គ្រប់ទីកន្លែងដែលធ្លាប់ដើរលេងជាមួយនាងវិស្នីកាលមិនទាន់ទៅស្រុកបារាំង8ថ្ងៃក្រោយមកទៀតដោយពុំបានដេកពុំបានទទួលទានអាហារហ
ហើយដើរគ្រប់ទីកន្លែងទៀតធ្វើឲ្យពោលធ្លាក់ខ្លួនឈឺជាទម្ងន់គេក៏បានយកពោលមកផ្ទះវិញភាពអស់សង្ឃឹមចំពោះអាយុជីវិតពោលបានគ្របដណ្ដប់លើគ្រួសារពោលនិងអ្នកភូមិទាំងមូលអ្នកស្រី Margaret និងអ្នកស្រី De La Tour ចុកណែនដើមទ្រូងស្ទើរប្រេះធ្លានិយាយមិនចេញគាត់ទួញយំអង្វរកូនឲ្យខំកាត់ចិត្តលេបបាយចំណីតែមួយម៉ាត់ក៏ពោលពុំទទួលដែរពោលបែរជានិយាយទាំងសំឡេងខ្សៅខ្សៅថាធ្វើម្ដាយគេអីក៏សាហាវម្លេះពងរត់គេឲ្យប្រត់ប្រាស់វិនាសបងអោស្ត្រីគ្មានធម៌មេត្តាស្រវារោគទ្របគេគ្មានពិចារណាដល់គ្រោះថ្នាក់នៃការឆ្លងសមុទ្រគ្មានគិតពីក្តីសោកសង្រេងរបស់បុត្រធីតាសោះអ្នកឯងនេះជាមនុស្សគ្មានធម៌យកគុណស្រីទៅច្រានចោលឲ្យស្លាប់ក្នុងទឹកសមុទ្រព្រោះតែចង់បានទ្រព្យគេភ្លេចអស់ទឹកដីឯងដែលបានផ្ដល់កំណើតឲ្យអោវិសនីអូនសម្លាញ់មាសបងអើយបងនឹកអូនណាស់បងសូមសច្ចាទោះជាតិណាណាសូមបានរស់នៅជាមួយអូនជានិច្ចសូមអូនមកទទួលយកវិញ្ញាណក្ខន្ធបងទៅផងអូនសម្លាញ់តើអូនមាននឹកឃើញទេនៅអនុស្សាវរីយ៍ដែលយើងបានសាងជាមួយគ្នាកាលពីយើងនៅក្មេងៗនឹកឃើញទេកាលអូនជិះខ្នងបងឆ្លងស្ទឹងនឹកដល់កន្លែងនេះពោលក៏ស្រែកទ្រហោយំយ៉ាងខ្លាំងប៉ុន្តែសំឡេងវាបែរជាគ្មានឮចេញមកក្រៅព្រោះកម្លាំងកាន់តែខ្សោយណាស់ទៅហើយពីមួយថ្ងៃទៅមួយថ្ងៃគេឃើញតែទឹកភ្នែកហូរហៀចេញមិនដាច់ពីរង្វង់ភ្នែកខោងគាប់ជ្រៅទៅក្នុងឆ្អឹងមុខដែលស្លេកស្លាំងរូបកាយស្ដោកស្ដឹងលេងកំរើកដង្ហើមក៏ចាប់ដង្ហក់ម្ដងហើយក៏ស្លាប់នាពេលនោះទៅគេបានយកសពពោលទៅបញ្ចុះទន្ទឹមនឹងភ្នោនាងវិស្ណីដែលស្ថិតនៅជិតព្រះវិហារភូមិក្រូចថ្លុងក្បែរគុម្ពឫស្សីដែលនាងកាលនៅរស់ចូលចិត្តមកអង្គុយលេងជាមួយពោលរៀងរាល់ថ្ងៃអាទិត្យដែលអ្នកទាំងពីរមកសុំសិលជាមួយម្ដាយដកស្រង់ពីសៀវភៅរឿងពោលវិស្ណីទំព័រទី121ដល់146